ពេលទំនេរមានធ្វើអីទេអ្នកនរគ្នាអូឡើងអូចោះហ្នឹងគឺទម្លាក់លេខទម្លាក់ទីតាំងហើយឥឡូវនេះមកពីកញ្ចប់ធំហ្នឹងគឺមកកញ្ចប់ unboxing មកគឺអង្គហើយមិនមែនជាអ្នកញ៉ាំអីទេគ្រាន់តែចង់ភ្លក់រសជាតិមើល Raspberry ពណ៌ស្វាយនេះអង្គសម្រូបពណ៌ក្រហមនេះអង្គសម្រូប 50% ចម្រុះ 50% ពណ៌ធម្មជាតិតើយើងអានមកស៊ីនកេសទី2ហើយកេសទី2នេះគឺជានំចំណីហើយនឹងគ្រឿងទេសដោយសារក្នុងផ្ទះបាយអស់គ្រឿងទេសអញ្ចឹងយើងក៏ទិញមកបន្ថែមហើយប្រអប់នេះគឺជានំអ្នកទាំងអស់គ្នាខ្ញុំចូលចិត្តសាររបស់ថ្មីចង់ដឹងចង់ភ្លក់អញ្ចឹងនេះជាទឹកដោះពពែហើយនេះគឺជាស្ករម៉ុងហ្វ្រូតហើយនឹងប៊ីចេងហើយមីបន្លែអញ្ចឹងមកកេសចុងក្រោយមិញមានតែគ្រឿងញ៉ាំដូចតែគ្នានឹងកញ្ចប់មុនចឹងដែរឥឡូវនេះយើងមកធ្វើម្ហូបម្ដងអ្នកនរគ្នាទាញមើលម្ហូបអីតែមុនធ្វើម្ហូបឥឡូវយើងដាំបាយជាមួយអង្គ Raspberry នេះសិនណាអ្នកនរគ្នាបន្ទាប់មកចាំយើងទៅធ្វើម្ហូបឥឡូវនេះយើងដាក់ខ្ទះមកលីងខ្ទឹមម្ទេសជាមួយត្រប់ព្រុចញងហើយបន្ទាប់មកយើងបន្ថែមប៉េងប៉ោះបន្តិចទៅឥឡូវយើងមកធ្វើការបុកសណ្តែកគួរយើងដាក់អំបិលបន្តិចកុំឲ្យខ្មៅហើយក្តាប់អំបិលដែលយើងមានស្រាប់ហ្នឹងក៏ដាក់ចូលបន្តិចទៅអ្នកនរគ្នាបន្ទាប់មកដាក់គ្រឿងដែលយើងលីងមិញហ្នឹងចូលទៅបន្ថែមត្រប់ស្ងោរបន្តិចចូលទៅក្នុងយើងបុកច្បល់វាចូលគ្នាហើយបន្ទាប់មកយើងក៏ដាក់ត្រីដែលយើងបេះឆ្អឹងចេញចូលបុកទៅជាមួយបន្ទាប់មកដាក់គ្រឿងអ្នកទាំងអស់គ្នាមានទឹកត្រីប៊ីចេងស្ករហើយដាក់ប្រហុកថែមក៏បានដែរប៉ុន្តែខ្ញុំអត់ញ៉ាំប្រហុកហើយអ្វីដែលខ្វះមិនបាននោះគឺម្អមនិងក្រូចឆ្មាហ្នឹងបន្ទាប់មកឥឡូវយើងមកធ្វើការស្រស់បន្លែអ្នកនរគ្នាបានថតឲ្យមើលអត់យើងធ្វើការស្រស់បន្លែរួចហើយអញ្ចឹងម្ហូបយើងក៏រួចដែរគឺបុកម្អមជាមួយត្រីអាំងរសជាតិប្រៃផ្អែមជូរហឹរអ្នកទាំងអស់គ្នាថែមប្រហុកទៀតកាន់តែឆ្ងាញ់ឥឡូវបាយក៏ឆ្អិនដែរអង្គរ Raspberry ហាក់តែចង់ដឹងចង់ភ្លក់រសជាតិឥឡូវនេះបានភ្លក់រសជាតិហើយគឺអង្គសាច់អង្គខ្ទិះអ្នកទាំងអស់គ្នារៀងទុនដល់ទៅពេលដាំឆ្អិនគិតក្នុងចិត្តថាប្រហែលជាដូចតប៉ែតណើបខ្មៅអញ្ចឹងណាអ្នកនរគ្នាប៉ុន្តែវាមិនមែនទេសាច់អង្គឆ្ងាញ់ជាង